បាទអេជីថ្ងៃនេះយើងបន្តភាសារឿង Plunder បន្តទៀតនៅក្នុងវគ្គនេះអាចារ្យលីនកំពុងតែដើរចែកសវត្តឲ្យគេមកជួយធ្វើសួនកុមារក្រៅពីនោះគោលដៅបន្ទាប់របស់នាងត្រូវតែចាប់លេខឲ្យបានដោយសង្ឃឹមថាបើចាប់លេខបានទៅនាងនឹងឡើងតំណែងព្រោះនាងធុញនឹងសម្លៀកបំពាក់មួយនេះមែនតែនឡើងទៅមួយថ្នាក់ទៀតគឺនាងអាចពាក់បានតាមចិត្តហើយបើចាំពាក់សពុតខ្លីកញ្ញែកញែកចឹងទេតែអ្វីដែលសំខាន់ចែកសវត្តឃោសនានេះអស់សិនមិនដឹងរកពីណាមកជួយចែកទេមកឲ្យខ្ញុំជួយចែកអានឹងទៀតពងរមុខមកល្មមឈប់សិនហើយអូនទិញបន្លែអត់ថ្ងៃហ្នឹងបន្លែស្រស់ៗណាចុំកាត់អីហ្នឹងគេដេញចាប់ចោលមែនអត់កើតទេហៅទៅជួយសិនមើលកាច់ដៃកាច់ជើងអូនណែឈប់សិនទិញបន្លែអត់ស្មានតែគេមកជួយចាប់ចោលរត់មកឃោសនាលក់បន្លែសោះលេនប្រាប់ថានេះគ្មានពេលទិញបន្លែទេឥឡូវពងដេញចោលមួយនោះអាមួយហ្នឹងសង្សារអូនមែនឮថាលេនមានសង្សារភ្លាមអ្នកភូមិរត់តាមទាំងអស់ព្រោះនៅទីនេះលេនចិត្តល្អមែនតែនហើយសង្ឃថាអ្នកភូមិលួចក្រាស់នាងគ្រប់តែគ្នាហ្នឹងរត់បានមកសន្ទុះបាត់វត្តមានលេខច្បាស់លេខនេះគេលោតមកខាងលើរកឃើញយើងកន្លែងមកខាងអាចារ្យណាវិញឥឡូវនេះតូបលក់របស់នាងខ្ទេចខ្ទីអស់លេងដោយសារតែការវិភាគមុនពលបាឯងហ្នឹងចាត់ការលើតូបនាងប្រើ skill ពិសេសបុកចេញស្អីចាក់មកខាងក្រោមដីអាចារ្យណាក៏បានយល់ព្រមយកហ៊ីណាធ្វើជាបុគ្គលិករបស់នាងពួកគេទាំងពីរជួសជុលអតេសឡើងវិញដើម្បីចេញដំណើរទៅស្វែងរកលេខវិញម្ដងជប់លក់នៅហ្នឹងហើយកន្លែងមកខាងលីនវិញឥឡូវនេះខឹងចិត្តមែនទែនដែលដេញចាប់លេខអត់បានការវគ្គមុនលេខច្បាស់លួចមើលលីអូនាងធ្វើនាងខឹងចិត្តហ្មងតែអ្នកភូមិនៅទីនោះក៏ប្រាប់ថាមិនមែនតែលេខទេដែលបានមើលលីអូរបស់នាងវាជាទូទៅសម្រាប់អ្នកភូមិឲ្យព្រោះនាងស្លៀកខ្លីពីណាគេក៏មើលឃើញដែរតែឃើញអញ្ចឹងមែនណាអ្នកភូមិនៅទីនោះចូលចិត្តលេនមែនទែនសូម្បីតែកើតកូនមកក៏ឲ្យលេនដាក់ឈ្មោះឲ្យដែរស្របពេលនោះមានក្មេងប្រុសម្នាក់ទៅលួចនំប៉័ងគេញ៉ាំត្រូវបានអ្នកលក់ចាប់បានតែលេនក៏បានចេញលុយជំនួសគេហើយប្រាប់ក្មេងប្រុសម្នាក់នោះថាថ្ងៃក្រោយជួបឲ្យលួចគេទៀតបើសិនជាឯងឃ្លានអាចទៅរកយើងបានលេនចិត្តល្អមែនទែនណាគេចង់បានអីខ្វះខាតអីទៅរកនាងទៅនាងចាំជួយទាំងអស់នៅទីនោះមានក្មេងស្រីម្នាក់កំពុងតែឈរយំដោយសារតុក្កតានាងបាក់កលេនជួយជួសជុលឲ្យដែរតែជួសជុលអត់កើតទេស្របពេលដែលផេបប្រាប់ថាទៅចាប់លេខសិនទៅវាជាបេសកកម្មសំខាន់